តើឥឡូវខ្ញុំនាំបងប្អូនទៅមើលផ្នែកខាងក្នុងនៃផ្ទះនេះទាំងអស់គ្នាប៉ុន្តែមុននឹងចូលដល់ផ្នែកខាងក្នុងខ្ញុំសូមប្រាប់នៅចំណុចទ្វារនេះបន្តិចផ្ទះនេះគឺយើងមានទ្វារ2ជាន់គឺទ្វាររួចមួយជាន់ហើយនិងទ្វារកញ្ចក់បើកចូលមួយជាន់ទៀតនៅពេលដែលយើងចូលមកដល់បន្ទប់ទទួលភ្ញៀវគឺថាមានលក្ខណៈធំទូលាយព្រោះបានទៅតឹងផ្ទះរហូតដល់4ម៉ែត្រកន្លះហើយបណ្ដោយ12ម៉ែត្រខាងមុខនៅសល់6ម៉ែត្រនៅលើផ្លូវរត់12ម៉ែត្រជាមួយនឹងការដេកនេះគឺខាងបរិយាគាត់អ្នកថែមជូនឲ្យបងប្អូនហើយកន្លែងនេះបងប្អូនអាចរៀបចំធ្វើជាទូតាំងសម្ភារៈផ្សេងៗបានបន្ថែមទៀតតើឥឡូវយើងទៅមើលផ្នែកខាងក្រោយវិញម្ដងផ្នែកខាងក្រោយគឺជាចក្រានបាយដែលយើងមានថែមទូតាំងចក្រានលើក្រោមឲ្យបងប្អូនមកឈុតតែម្ដងដែលមានពាក់ម៉ាស៊ីនបឺតផ្សែងឲ្យនិងស៊ីងលីងចានក៏យើងដាក់ថែមជូនឲ្យដែរហើយនៅជាន់ផ្ទាល់ដីនេះគឺយើងមានបន្ទប់ទឹកមួយបងប្អូនមានបន្ទប់ទឹកនៅខាងនេះមួយដែលងាយស្រួលមានចាស់ចាស់មានបងប្អូនមានភ្ញៀវអីមកលេងអាចចូលបន្ទប់ទឹកខាងក្រោមនេះបានហើយផ្នែកខាងក្រោយគឺយើងនៅសល់1ម៉ែត្រកន្លះបងប្អូននេះផ្នែកខាងក្រោយផ្ទះនៅសល់1ម៉ែត្រកន្លះអញ្ចឹងសម្រាប់សាច់នៅសល់1ម៉ែត្រកន្លះនេះបងប្អូនអាចច្នៃធ្វើជាកន្លែងបោកកៅអៅដាក់សម្ភារៈផ្សេងៗដាក់ម៉ាស៊ីនបោកកៅអៅអីបានមកស្អាតតែម្ដងណាបងប្អូនអញ្ចឹងនេះជាជាន់ផ្ទាល់ដីខ្ញុំបង្ហាញបងប្អូនប៉ុណ្ណេះបើបងប្អូនឃើញកន្លែងណាចង់ដេកឃើញកន្លែងណាស្អាតចង់ដេកបន្ថែមអាចដេកខ្លួនឯងបន្ថែមបានទៀតណាបងប្អូនតោះឥឡូវយើងឡើងទៅជាន់ទី1ទាំងអស់គ្នាចដាដែលឡើងមកនេះគឺឃើញថាកម្មទាបងាយស្រួលទៅដល់ក្មេងៗឬមនុស្សចាស់ងាយស្រួលក្នុងការឡើងចុះឡើងមកដល់ជាន់ទី1គឺបដាច់ភ្លើងជាន់ក្រោមផ្សេងជាន់លើផ្សេងយើងបើកបដាច់ភ្លើងសិនមកដើម្បីបើកភ្លើងឲ្យបងប្អូនមើលមកជាន់នេះគឺយើងមាន2បន្ទប់គេងនិង2បន្ទប់ទឹកអញ្ចឹងបន្ទប់គេងនីមួយៗគឺយើងមានបន្ទប់ទឹកនៅខាងក្នុងនឹងស្រេចហ្មងអញ្ចឹងយើងមកមើលទាំងអស់គ្នានេះជាបន្ទប់ទឹកជាន់ទី1បងប្អូនយើងបន្ទប់សមាជិកគ្រួសារផ្នែកខាងក្រោយអញ្ចឹងមានលក្ខណៈល្មមធំទូលាយល្មមសម្រាប់សមាជិកគ្រួសារមានប្រអួយមួយដែលធ្វើឲ្យពលឺនិងខ្យល់ចេញចូលគ្រប់គ្រាន់យើងទៅមើលបន្ទប់ខាងមុខទាំងអស់គ្នាបន្ទប់ខាងមុខក៏មានបន្ទប់ទឹកនៅខាងក្នុងនឹងដែរអញ្ចឹងបន្ទប់ទឹកគឺយើងចែកដាច់រវាងកន្លែងងូតទឹកនិងកន្លែងបត់ជើងបត់ដៃបងប្អូនអញ្ចឹងស្អាតធំទូលាយហើយក៏បន្ទប់ទាំងអស់យើងមានពាក់ជាមួយនឹងវីដេអូម៉ាស៊ីនត្រជាក់អីរួចជាស្រេចហើយអញ្ចឹងទិញតែម៉ាស៊ីនត្រជាក់មកដាក់ទៅប្រើប្រាស់បានហើយមានវ៉ៃរ៉ង់ដាបើកទៅមុខប្រហែលជា1ម៉ែត្រជាងបងប្អូនអញ្ចឹងយើងមានកន្លែងស្រូបយកខ្យល់អាកាសមានពលឺមានខ្យល់ចេញចូលគ្រប់គ្រាន់តែនេះគឺយើងនៅអាចឡើងទៅជាន់ទី2បានទៀតបងប្អូនគឺ3បន្ទប់គេងអញ្ចឹងយើងឡើងមកជាន់ទី2មកយើងឃើញមានបន្ទប់គេងមួយនិងទ្វារបើកចេញទៅខាងមុខអញ្ចឹងសូមលាក់ខាងមុខសិនព្រោះពិសេសហ្មងបងប្អូនអញ្ចឹងយើងចូលមកមើលបន្ទប់គឺដូចបន្ទប់ផ្នែកខាងក្រោមដែរទេបងប្អូនអញ្ចឹងបើកទ្វារចូលមកមានបន្ទប់មួយនិងបន្ទប់ទឹកនៅខាងក្នុងហ្នឹងដែលមានប្រអួយមួយដូចគ្នាហើយទីយមសិនជាអីទៅឲ្យដូចគ្នាអញ្ចឹងយើងទៅមើលកន្លែងពិសេសនៅផ្នែកខាងមុខវិញម្ដងអញ្ចឹងយើងបើកទ្វារមកផ្នែកខាងមុខមកឃើញថាមានវ៉ៃរ៉ង់ដាយ៉ាងធំទូលាយមែនទែនបងប្អូននេះអញ្ចឹងវ៉ៃរ៉ង់ដានេះបងប្អូនអាចរៀបចំជាកន្លែងហាត់ប្រាណកន្លែងញ៉ាំអីជុំគ្រួសារមិត្តភក្តិបងប្អូនឬក៏ច្នៃជាសួនបន្លែសួនកាយផ្សេងៗតាមចំណង់ចំណូលចិត្តបងប្អូនបានណាអញ្ចឹងសម្រាប់បងប្អូនដែលចង់បានផ្ទះនៅលើផ្លូវរត់3បន្ទប់គេងបែបនេះតម្លៃសមរម្យលក្ខខណ្ឌនៃការបង់ប្រាក់មានភាពងាយស្រួលបត់បែនបងប្អូនអាចតំណែងមកក្នុង page ក៏បានឬក៏អាចតំណែងមកតាមលេខទូរស័ព្ទដើម្បីសួរព័ត៌មានលម្អិតក៏បានដែរអញ្ចឹងអរគុណជម្រាបលាបងប្អូន